ចូលឆ្នាំប្រពៃណីជាតិគឺជាពេលវេលាដែលប្រជាជនខ្មែរទូទាំងប្រទេសអបអរសាទរសប្បាយរីករាយជួបជុំគ្រួសារប៉ុន្តែសម្រាប់មនុស្សមួយក្រុមតូចពួកគេបែរជាយកថ្ងៃដ៏ពិសិដ្ឋនេះប្រែក្លាយទៅជាទិវាបំផ្លិចបំផ្លាញទៅវិញបងប្អូនសាកស្រមៃមើលរថយន្តទំនើបម៉ាកអាវតារមួយគ្រឿងដែលម្ចាស់ខំរកលុយទិញដោយញើសឈាមត្រូវរងការវាយប្រហារយ៉ាងព្រៃផ្សៃកណ្ដាលទីក្រុងភ្នំពេញក្បែររមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំផ្លែដូងដុំការ៉ូឡាដុំថ្មត្រូវបានហោះសម្ដៅទៅលើរថយន្តនោះហាក់ដូចជារថយន្តនោះជាសត្រូវស៊ូពូជរបស់ពួកគេអញ្ចឹងថ្ងៃនេះយើងមិនត្រឹមតែមកនិយាយអំពីការចាប់ខ្លួនយុវជន11នាក់នោះទេតែយើងនឹងទៅស្វែងយល់អំពីឫសគល់តើមានអ្វីកើតឡើងនៅក្នុងខួរក្បាលរបស់ពួកគេហេតុអ្វីបានជាមនុស្សវ័យក្មេងដែលគួរតែជាទំពាំងស្នងឫស្សីបែរប្រែខ្លួនឯងទៅជាវងមនុស្សអនាធិបតេយ្យត្រឹមតែមួយប្រពេចភ្នែកហើយតើអ្នកដែលស្រែកញុះញង់មុនគេដែលកំពុងរត់គេចខ្លួនអាចរត់ផុតពីសំណាញ់ច្បាប់ដែរឬទេកុំអាទៅណាយើងទៅស្វែងយល់សាច់រឿងលម្អិតជាមួយគ្នាដូចតទៅនេះរឿងនេះមិនអាចឲ្យចប់ងាយងាយនោះទេដូចពាក្យចាស់លោកពោលថាសំណាញ់មេឃក្រឡាធំតែរំលងមិនរួចមិនទុកឲ្យមហាជនរងចាំយូរនៅរុស្ស៊ីថ្ងៃទី21ខែមេសាឆ្នាំ2026ការិយាល័យព្រហ្មទណ្ឌកម្រិតស្រានៃស្នងការនគរបាលរាជធានីភ្នំពេញក្រោមការបញ្ជាផ្ទាល់និងម៉ឺងម៉ាត់បំផុតរបស់លោកឧត្តមស្នេហ៍ឯកជួនណារិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានសហការជាមួយកម្លាំងខណ្ឌដូនពេញនិងខណ្ឌឫស្សីកែវបោសសម្អាតរឹបអូសក្រុមនេះបានចំនួន11នាក់បង្ហាញមុខជាសាធារណៈតែម្ដងបងប្អូនដឹងទេនៅក្នុងចំណោម11នាក់នេះមិនមែនគ្រាន់តែឈរមើលគេនោះទេលោកស្នងការបានបញ្ជាក់ច្បាស់ៗថាក្រុមនេះមានតួអង្គសំខាន់ដូចជាអ្នកកាត់ផ្លាកលេខឡានអ្នកកាន់ផ្លែដូងគប់និងអ្នកកាន់ដុំការ៉ូឡាគប់ឡានផ្ទាល់តែម្ដងនេះមិនមែនជារឿងចៃដន្យទេនេះជាចេតនាបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃយ៉ាងពិតប្រាកដដែលកើតឡើងនៅលើផ្លូវ47សង្កាត់ស្រះចកខណ្ឌដូនពេញបន្ទាប់ពីបង្ហាញមុខឲ្យមហាជនបានឃើញពីភាពក្លាហានខុសរឿងរបស់ពួកគេរួចមកសមត្ថកិច្ចបានបញ្ជូនខ្លួនយុវជនទាំង11នាក់នេះទៅកាន់សាលាដំបងរាជធានីភ្នំពេញដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចប់ភារកិច្ចជាយុវជនស្ទាវឥឡូវនេះពួកគេត្រូវប្រឈមមុខនឹងច្បាប់ដែលអាចបំផ្លាញអនាគតរបស់ពួកគេទាំងស្រុងឥឡូវនេះយើងមកវិភាគឲ្យបានស៊ីជម្រៅបន្តិចហេតុអ្វីបានជាយុវជនធម្មតាខ្លះអាចជាកូនល្អនៅផ្ទះសោះបែរជាចូលនៅក្នុងចំណោមមនុស្សជាច្រើនបែរជាហ៊ានកាន់ដុំថ្មគប់ឡានគេទៅវិញបងប្អូនអើយនៅក្នុងវិទ្យាសាស្ត្រចិត្តសាស្ត្រមានពាក្យមួយហៅថាការបាត់បង់អត្តសញ្ញាណបុគ្គលនៅក្នុងវងមនុស្សនៅពេលដែលមនុស្សនៅជុំគ្នាច្រើនពួកគេមានអារម្មណ៍ថាគ្មាននរណាស្គាល់អញទេគេធ្វើអញក៏ធ្វើដែរបើខុសគឺខុសទាំងអស់គ្នាមិនមែនខុសតែឯងណានេះហើយជាជំងឺដង្កាត់សង្គមដ៏គ្រោះថ្នាក់បំផុតពេលមានមនុស្សស្រែកញុះញង់ឲ្យវាគប់វាខួរក្បាលអ្នកដែលនៅជុំវិញនោះនឹងបិទប្រព័ន្ធគិតពិចារណាហើយបើកប្រព័ន្ធសត្វព្រៃធ្វើតាមគ្នាភ្លាមដោយមិនខ្វល់ពីច្បាប់ទម្លាប់អ្វីនោះឡើយបើយើងក្រឡេកមើលទៅលើពិភពលោកតាមរបាយការណ៍សារព័ត៌មានអន្តរជាតិធំដូចជានៅសហរដ្ឋអាមេរិកឬនៅប្រទេសបារាំងគេតែងតែជួបប្រទះបញ្ហាវងយុវជនប្រមូលផ្ដុំគ្នាបង្កជាអំពើហិង្សាបែបនេះឯងក៏ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើងមានវប្បធម៌ទន់ភ្លន់យើងមានការអប់រំពីព្រះពុទ្ធសាសនាហេតុអ្វីក៏រឿងបែបនេះនៅតែកើតមានឡើងនេះគឺជាសារព្រមានមួយដ៏ធំដល់ឪពុកម្ដាយនិងអាណាព្យាបាលទាំងអស់តើកូនរបស់អ្នកកំពុងសែបគប់មិត្តភ័ក្តិប្រភេទណាលោកឧត្តមស្នេហ៍ឯកជួនណារិនបានសង្កត់ធ្ងន់ចំថា
ប្រទេសមានច្បាប់គ្រួសារមានវិន័យច្បាប់មិនអាចទុកឲ្យជនមួយក្តាប់តូចបង្កចលាចលនៅក្នុងសង្គមរួចខ្លួនបាននោះទេនេះជាសារដាស់តឿនថាអ្នកឯងរត់ទៅពួននៅក្នុងរន្ធកណ្ដរណាក៏ច្បាប់ត្រូវតែអស់អ្នកមកទទួលទោសដែរមិនអាចយកលេសថាខ្ញុំគ្រាន់តែធ្វើតាមគេបាននោះឡើយត្រឡប់មកវិញយុវជន11នាក់ត្រូវបានចាប់ខ្លួនចុះអ្នកផ្សេងទៀតជាពិសេសវីរៈបុរសស្រែកញុះញង់មុនគេនោះកំពុងរត់នៅឯណាលោកស្នងការរងបានប្រកាសឲ្យថាសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងស្នើសុំដោយការចាប់ខ្លួនពីព្រះរាជអាជ្ញានិងតុលាការលោកបានអំពាវនាវឲ្យអ្នកដែលកំពុងកិច្ចខ្លួនជាពិសេសមេញុះញង់សូមចូលខ្លួនមកសារភាពនៃអធិការខណ្ឌដូនពេញជាបន្ទាន់ដើម្បីដោះស្រាយសូមផ្ដាំទៅអ្នកដែលកំពុងរត់គេចប្អូនមិនអាចរត់គេចមួយជីវិតបាននោះទេរាល់វីដេអូរាល់រូបភាពដែលប្រជាពលរដ្ឋថតបានគឺជាភស្តុតាងដែលចងកបងប្អូនជាប់ជានិច្ចការចូលខ្លួនសារភាពគឺជាជំរឿនដ៏ល្អបំផុតនិងតែមួយគត់នៅពេលនេះយើងងាកមកមើលជនរងគ្រោះវិញរថយន្តម៉ាកអាវតានេះមិនមែនជារថយន្តថោកនោះឡើយវាជារថយន្តអគ្គិសនីដ៏ទំនើបដែលមានតម្លៃរាប់ម៉ឺនដុល្លារម្ចាស់រថយន្តប្រហែលជាត្រូវសន្សំលុយរាប់ឆ្នាំឬត្រូវជំពាក់ធនាគារគេដើម្បីទិញវាយកមកប្រើប្រាស់ជាលក្ខណៈគ្រួសារគាត់ជីកាត់នៅទីនោះដើម្បីអបអរសាទរចូលឆ្នាំបែរជាត្រូវទទួលរងនៅភាពភ័យរន្ធត់កញ្ចក់បែកខ្ចាយទ្វារកំពិតនិងការប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរតើអ្នកណាជាអ្នកសងការខូចខាតនេះគឺយុវជនបង្កហេតុនិងអាណាព្យាបាលរបស់ពួកគេនឹងហើយដែលត្រូវទទួលខុសត្រូវទាំងផ្លូវច្បាប់និងផ្លូវរដ្ឋបវេណីធ្វើលេងមែនទេតែពេលសងគឺសងមែនតែនជាចុងបញ្ចប់នៅវីដេអូមួយនេះព្រឹត្តិការណ៍វីឡាននៅវត្តភ្នំជាមេរៀនមួយដ៏ជូរចត់បំផុតសម្រាប់សង្គមយើងវាជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យយើងឃើញថាការអប់រំសីលធម៌នៅក្នុងគ្រួសារគឺជារឿងដែលមិនអាចខ្វះបាននោះឡើយឪពុកម្ដាយគ្រប់រូបកុំរវល់តែរកលុយពេករហូតដល់ភ្លេចសួរកូនថាថ្ងៃនេះកូនដើរលេងជាមួយអ្នកណាកូនទៅណាខ្លះពេលមានរឿងដល់ប៉ូលីសដល់តុលាការទើបនាំគ្នាសម្រក់ទឹកភ្នែកអាណិតកូនវាយឺតពេលទៅហើយក្រុមយុវជនដែលដើរផ្លូវខុសត្រូវសង្គមនិងមហាជនស្អប់ខ្ពើមត្រូវកែខ្លួនឡើងវិញវីរៈបុរសពិតប្រាកដមិនមែនជាអ្នកកាន់ដុំថ្មគប់ឡានគេឯងដើម្បីបង្អួតស្រីឬបង្អួតមិត្តភ័ក្តិយូរនោះទេតែវីរៈបុរសពិតគឺជាយុវជនដែលខិតខំរៀនសូត្រក្លាយទៅជាធនធានជួយអភិវឌ្ឍប្រទេសជាតិនិងមិនបង្កក្តីក្តៅក្រហាយដល់សង្គមសូមអបអរសាទរនិងកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះកងកម្លាំងនគរបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោកឯកឧត្តមស្នេហ៍ឯកជួនណារិនដែលបានចាត់វិធានការយ៉ាងក្តៅគគុកនិងទាន់ពេលវេលាដើម្បីផ្ដល់យុត្តិធម៌ជនរងគ្រោះនិងលុបបំបាត់នៅវប្បធម៌អនាធិបតេយ្យបែបនេះចេញពីកម្ពុជាចុះបងប្អូនទស្សនិកជនយល់យ៉ាងណាដែរចំពោះទង្វើរបស់យុវជនទាំងនេះតើគួរតែដាក់ទោសពួកគេយ៉ាងណាទើបស័ក្តិសមសូមបញ្ចេញមតិយោបល់របស់បងប្អូននៅខាងក្រោមវីដេអូមួយនេះកុំភ្លេច Subscribe Like និង Share ដើម្បីទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណសូមជម្រាបលា